ឯឈ្នះយើងហើយជាជំនះនោះធ្វើឲ្យឯងខ្លាចជាវីរៈបុរសឥឡូវគ្រប់គ្នាហៅឯងថាអ្នកប្រហាបិសាចខំវិនแล้วលេងនិយាយមិនខុសមែនលើភ្នំនេះពិតជាមានវិញ្ញាណបិសាចហ៎អ្នកសុំទានក្ររហាមលបងគំនូមកផ្ទះនេះថានេះមានតម្លៃដែរទេលបងលោកបងខ្ញុំសុំបោខ្ញុំសល់ជាប់ខ្លួនតែប៉ុណ្្នឹងទេខ្ញុំសុំបោលោកបងសម្រាប់យល់នេះខ្វេបេះដូងរបស់ឯងចេញមកជាលោកម្ចាស់សក់ក្រហមយើងជាបិសាចសក់ក្រហមបើឲ្យយើងឡើងធ្វើស្ដេចហើយហេតុអីក៏យកគ្រប់យ៉ាងពីយើងហេតុអីទម្លាក់យើងពីទីខ្ពស់មកដល់បាត់ជ្រោះទេវតានៅឋានលើហេតុអីធ្វើបាបខ្ញុំយ៉ាងនេះយើងនឹងមកយកវិញនៅគ្រប់យ៉ាងដែលយើងបាត់បង់ទេវតាឋានលើហេតុអីធ្វើបាបខ្ញុំយ៉ាងនេះខ្ញុំនឹងយកអ្វីដែលខ្ញុំបាត់បង់មកវិញមួយក៏ខ្ញុំចេះតែយល់សពឃើញបិសាចសក់ក្រហមអញ្ចឹងក៏តែខ្ញុំនិពន្ធឲ្យគេស្លាប់ហើយតើឯងគឺជាអ្នកណាមិនមែន998ទេហើយក៏មិនមែន998ដែរតែពេលនេះគឺត្រឹម98យន់តែប៉ុណ្ណោះនាំបិសាចក្រហមចូលផ្ទះនាំភាពទៅណារឿងកាន់តែល្បីរីក៏កាន់តែល្បីដែរហើយខ្ញុំស្ពាយឈ្មោះជាជនបោកប្រាស់ខ្ញុំមានសម្លាញ់ល្អពីរនាក់ចេះតែប្រាប់ឲ្យខ្ញុំកាត់ចិត្តពួកគេថា6ឆ្នាំគ្រប់គ្រាន់ហើយរួចមានន័យធ្វើមនុស្សសម្លឹងមើលអតីតកាលគ្មានន័យទេដឹងហើយរស់នៅក្នុងបច្ចុប្បន្នល្អសម្លឹងទៅអនាគតទទួលបញ្ជាវិញហើយពិបាកចិត្តដោយសារតែរឿងឯងល្បីខ្លាំងតែឯងអត់ល្បីអីទេសោះឥឡូវនិយាយពីលោកវ៉ែនគូមើលថែគំនូគាត់ទៅការគាត់នៅរស់គឺលោកមិនដាច់ទេគិតដូចជាឯងដែរទេអាចថារឿងឯងល្បីដោយសារតែធ្លាក់ក្នុងដៃរបស់រីបើនៅក្នុងដៃរបស់ឯងវិញគឺចប់វិចារតែមកបាទឈប់និយាយទៅចាំអីត្រូវហើយកាត់ចិត្តខ្ញុំព្យាយាមណាស់ដើម្បីកាត់ចិត្តរហូតដល់ថ្ងៃនេះអ្នកនិពន្ធរីល្បីឈ្មោះប្រកាសចាប់ផ្ដើមអ្នកប្រហារទេវតាឡើងវិញជាពុកថ្មីចិត្តមកដល់ហើយលោកគ្រូរីហ្វេនគ្រប់ទិសទីហៅលោកថាទេវតាប្រឡំលោកខ្ញុំមិនមែនទេវតាប្រឡំលោកទេខ្ញុំជាអ្នកនិពន្ធអ្នកប្រហារទេវតាម្យ៉ាងទៀតវាត្រូវតែមានវគ្គបន្តឲ្យកាត់ចិត្តបែបណាទៅគ្រប់យ៉ាងចេញពីយើងហើយនេះទម្លាក់យើងពីទីខ្ពស់មកដល់បាតជ្រោះទេវតានៅខាងលើហើយនេះគឺលីសោយនេះខ្ញុំខ្លាំងម្ល៉េះយើងនឹងយកគ្រប់យ៉ាងត្រឡប់មកវិញផ្លាស់ប្ដូរគ្រប់លិខិតតាំងតែជីវិតខ្លួនឯង